នៅពេលដែលអ្នកចាប់ផ្ដើមចេះស្រឡាញ់ខ្លួនឯងអ្នកនឹងចាប់ផ្ដើមចេះគេងពីប្រលប់ចូលចិត្តហាត់ប្រាណលែងសូវមានពេលពិបាកចិត្តហើយក៏ចាប់ផ្ដើមមានទំនុកចិត្តក្នុងខ្លួនឡើងវិញពេលនោះទើបអ្នកដឹងថាជីវិតមួយនេះទើបនឹងចាប់ផ្ដើមទេចំណាយពេលនៅជាមួយខ្លួនឯងប្រឹងរកលុយរៀនសូត្រអភិវឌ្ឍខ្លួនធ្វើឲ្យខ្លួនមានសុខភាពល្អប្រសើរជាងអង្គុយតុកសិចជាមួយមនុស្សនឹងរឿងអត់ប្រយោជន៍ Visit Asia